មេរៀនទី6ដែលនិយាយអំពីពាក្យសូដូចាអញ្ចឹងមុននឹងយើងចូលដល់ឧទាហរណ៍នៃមេរៀនរបស់យើងអ្នកគ្រូចង់បង្ហាញនិយមន័យតាក់ទងទៅនឹងសូដូចាឥឡូវកូនសូមមើលទាំងអស់គ្នាចានិយមន័យពាក្យសូដូជាពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំឡេងនិងន័យខុសគ្នាម្ដងទៀតកូនពាក្យសូដូជាពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំឡេងនិងន័យខុសគ្នាចាអញ្ចឹងពាក្យសូដូចនេះគឺយើងមានពាក្យពីរឬក៏ច្រើនខ្លះក៏មាន3ខ្លះក៏មាន4ចឹងទៅសូដូចគ្នាសូគឺជាសំឡេងដែលយើងស្ដាប់សូទៅដូចគ្នាណាសូដូចគ្នាតែសំឡេងកូនស្គាល់ហើយណាសំឡេងគឺជាការសរសេរវាខុសគ្នាហើយន័យខុសគ្នាដែរតោះឥឡូវយើងបន្តមើលឧទាហរណ៍របស់យើងណាសូមកូនមើលនៅលើក្តារខៀនទាំងអស់គ្នាខ្ញុំទុកអីវ៉ាន់នៅលើរថយន្តហើយខ្ញុំដើរកំសាន្តតាមមាត់សមុទ្រដើម្បីបំបត្តិទុក្ខចា៎អញ្ចឹងម្ដងទៀតខ្ញុំទុកអីវ៉ាន់នៅលើរថយន្តហើយខ្ញុំដើរកំសាន្តតាមមាត់សមុទ្រដើម្បីបំបត្តិទុក្ខចា៎អញ្ចឹងពាក្យនេះអ្នកគ្រូសរសេរនេះតើមានពាក្យអីដែលគេហៅថាជាពាក្យសូដូតាមនិយមន័យរបស់យើងគេប្រាប់ថាពាក្យសូដូជាពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំឡេងនិងន័យខុសគ្នាអញ្ចឹងពាក្យពីរឬច្រើនដែលមានសូដូចគ្នាយើងឃើញមានពាក្យអីគេដែលមានពាក្យសូដូចគ្នាចា៎អញ្ចឹងពាក្យដែលមានសូដូចគ្នាណាគឺមានពាក្យទុកណាតដាក់ស្រៈអុកនិងកទុកហើយមួយទៀតអីដែលមានសូដូចគ្នាណានៅខាងចំណែកគឺទុកតដាក់ស្រៈអុកកជើខចា៎អញ្ចឹងពាក្យពីរនេះឯងគេហៅថាជាពាក្យសូដូអញ្ចឹងពាក្យសូដូនៅក្នុងអត្ថន័យនិយមន័យរបស់យើងសំឡេងផ្សេងក៏ឃើញការសរសេរខុសគ្នាអត់មួយតដាក់ស្រៈអុកនិងកណាមួយទៀតតដាក់ស្រៈអុកកជើងខដែលជាសំឡេងខុសគ្នានិងអត្ថន័យខុសគ្នាអញ្ចឹងនេះគ្រូចង់បង្ហាញនិយមន័យតកតងជាមួយនឹងពាក្យសូដូណាជាមួយនឹងពន្យល់ពាក្យចា៎ទុកមួយនេះមានថ្នាក់ពាក្យជាកិរិយាសព្ទហើយអត្ថន័យរបស់វាដាក់អ្វីនៅទីណាមួយឲ្យបានគង់នៅអញ្ចឹងយើងក៏លេខមើលឧទាហរណ៍ទី1ដែលនៅខាងលើខ្ញុំទុកអីវ៉ាន់នៅលើរថយន្តអញ្ចឹងឲ្យបានគង់គាត់ដឹងថាទុកអីវ៉ាន់ហ្នឹងនៅលើរថយន្តហើយគាត់ត្រូវធ្វើដំណើរនៅលើរថយន្តហ្នឹងអញ្ចឹងគាត់យកអីវ៉ាន់ហ្នឹងយកទៅទុកនៅលើរថយន្តហ្នឹងឲ្យបានគង់នៅគេដៃរបស់គាត់ណាអញ្ចឹងគាត់ទុកអីវ៉ាន់នៅលើរថយន្តឃើញទេអញ្ចឹងដាក់អ្វីនៅទីណាមួយឲ្យបានគង់នៅមិនត្រឹមអីវ៉ាន់នេះកូនដាក់អីក៏ដោយណាបញ្ជាក់ថាកូនសរសេរតរសអុកនិងកណាមានថ្នាក់ពាក្យជាកិរិយាសព្ទមួយទៀតតរសអុកកជើងខមានថ្នាក់ពាក្យជានេះចាអញ្ចឹងអត្ថន័យវាខុសគ្នាយ៉ាងម៉េចសេចក្តីព្រួយសេចក្តីលំបាកណាសេចក្តីព្រួយសេចក្តីលំបាកឃើញអត្ថន័យខុសគ្នាពីហ្នឹងតរសអុកកមានថ្នាក់ពាក្យជាកិរិយាសព្ទគឺទុករបស់របរណាទុកអ្វីនៅទីណាឲ្យបានគង់វងបញ្ជាក់ថាយើងទុករបស់របរយើងខ្លួនឯងហើយតរសអុកកនិងខណាមានថ្នាក់ពាក្យជានាមសេចក្តីទុកព្រួយសេចក្តីលំបាកអញ្ចឹងពីរហ្នឹងមានអត្ថន័យខុសគ្នាអញ្ចឹងឃើញដូចនៅអ្វីដែលនិយមន័យដែលគ្រូបានបង្ហាញនៅលើក្តារខៀននេះអញ្ចឹងនិយមន័យគ្រូលើកចិត្តថាឲ្យកូនបានចងចាំនេះនៅពេលដែលគេប្រាប់ថាឲ្យកូនរកពាក្យសូដូអូកូននឹកឃើញថាអូពាក្យសូដូគឺត្រូវតែមានពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំឡេងខុសគ្នាហើយនឹងអត្ថន័យខុសគ្នាអញ្ចឹងអ្វីដែលអ្នកគ្រូបានបង្ហាញមេរៀននៅថ្ងៃនេះអ្នកគ្រូបញ្ចប់មេរៀនត្រឹមនេះសូមតែគប់នៅជាមួយកូនហើយប្រទានប្រាជ្ញាកូនថែមទៀតសូមព្រះអង្គទ្រង់ការពារកូនពេលដែល